ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមបង្ហាញដីចំការមួយកន្លែងរបស់ខ្ញុំដែលស្ថិតនៅស្រុកនេតព្រះខេត្តបន្ទាយមានជ័យដីនេះមានទំហំមិនធំប្រមាណទេប៉ុន្តែខ្ញុំបានដាក់ដំណាំចម្រុះដូចជាត្របែកអត់គ្រាប់ស្វាយខុសរដូវស្វាយខៀវអំពិលទឹកហើយនឹងត្រសក់ស្រូវសណ្តែកគួរស្អំមៀនខ្នុរដូងមានគ្រប់ប្រភេទមានដូងក្រអូបដូងទឿដូងធំដូងខ្ទិះមិនថាដំណាំអ្វីទេឲ្យតែមានដីទំនេរខ្ញុំដាំទាំងអស់ឥឡូវនេះរោដីទំនេរដាំឲ្យវ៉ាន់ថែមទៀតលេងបានហើយដោយសារដីយើងរៀងចង្អៀតផ្ទះនេះដែរគឺយើងផ្ដោតទៅលើអាគារផ្ទះតិចកម្មប៉ុន្តែដោយសារការស្រឡាញ់កសិកម្មខ្ញុំបានទិញដំណាំគ្រប់ប្រភេទយកមកដាំក្រនថ្ងៃសៅរ៍ថ្ងៃអាទិត្យទំនេរវិការងារបានទៅអើតមើលលំហែខួរក្បាលបាទនេះគឺខែវស្សាបាទមានភ្លៀងធ្លាក់ជោគជាំខ្យល់អាកាសបរិសុទ្ធល្អណាស់បាទសូមអរគុណ